កាលពីព្រេងនាយមានអាណាចក្រមួយឈ្មោះសូវណ្ណភូមិដែលសម្បូរទៅដោយព្រៃឈើខៀវស្រងាត់និងទន្លេថ្លាឆ្វង់នៅក្នុងព្រះរាជវាំងមានព្រះនាងមួយអង្គព្រះនាមព្រះនាងសូវណ្ណាវតីដែលមានចិត្តល្អស្រឡាញ់ប្រជារាស្ត្រនិងចូលចិត្តជួយអ្នកក្រីក្រថ្ងៃមួយព្រះមហាក្សត្របានឈឺធ្ងន់គ្រូពេទ្យគ្រប់ទីកន្លែងមិនអាចព្យាបាលបានឡើយមនុស្សចាស់ម្នាក់បានប្រាប់ថានៅលើភ្នំអាតកំបាំងមានផ្កាមាសអាតកំបាំងមួយទងដែលអាចព្យាបាលជំងឺគ្រប់យ៉ាងបានប៉ុន្តែគ្មាននរណាហ៊ានទៅយកទេព្រោះផ្លូវនោះពោរពេញដោយគ្រោះថ្នាក់ព្រះនាងសូវណ្ណាវតីមានព្រះទ័យក្លាហានក៏សម្រេចចេញដំណើរទៅរកផ្កាមាសនោះព្រះនាងបានជិះសេះសមួយក្បាលឆ្លងកាត់ព្រៃងងឹតនិងទន្លេធំធំតាមផ្លូវព្រះនាងបានជួយសត្វបក្សីតូចមួយដែលជាប់អន្ទាក់បក្សីនោះបាននិយាយថាសូមអរគុណព្រះនាងថ្ងៃក្រោយខ្ញុំនឹងជួយព្រះនាងវិញបន្តដំណើរព្រះនាងបានជួបនាគយក្សមួយក្បាលកំពុងការពារច្រកភ្នំនាគនោះសួរថាអ្នកណាហ៊ានចូលភ្នំនេះព្រះនាងតបដោយសុភាពខ្ញុំមករកផ្កាមាសដើម្បីជួយព្រះបិតារបស់ខ្ញុំនាគយក្សឃើញថាព្រះនាងមានចិត្តស្មោះត្រង់ក៏អនុញ្ញាតឲ្យចូលនៅលើកំពូលភ្នំមានផ្កាមាសភ្លឺចែងចាំងដូចពន្លឺព្រះអាទិត្យប៉ុន្តែមុននឹងបេះបានមានខ្យល់ខ្លាំងនិងអាប់ខ្មៅកើតឡើងភ្លាមនោះបក្សីតូចដែលព្រះនាងធ្លាប់ជួយបានហោះមកបំបត្តិអាប់ខ្មៅហើយនាំផ្លូវឲ្យព្រះនាងបានបេះផ្កាមាសដោយជោគជ័យហើយត្រឡប់មកអាណាចក្រពេលយកផ្កានោះទៅព្យាបាលព្រះមហាក្សត្រក៏ជាសះស្បើយវិញប្រជារាស្ត្រទាំងអស់សប្បាយរីករាយនិងសរសើរព្រះនាងថាជាព្រះនាងដែលមានទាំងភាពក្លាហាននិងចិត្តមេត្តាចាប់តាំងពីថ្ងៃនោះមកអាណាចក្រសុវណ្ណភូមិក៏រស់នៅដោយសុខសាន្តនិងសុភមង្គលតរៀងទៅកតិបណ្ឌិតអ្នកដែលមានចិត្តល្អនិងចេះជួយអ្នកដទៃនឹងទទួលបានផលល្អត្រឡប់មកវិញ